សួស្តីបងប្អូនអរគ្នាឥឡូវនេះគឺខ្ញុំបានមកដល់ទឹកដីឃុំចរោក៏ដូចជាភូមិប្រៃតូចកន្លែងនេះគេហៅប្រៃតូចទឹកដីស្រុកឃុំទលេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំនេះគឺជាស្ថានភាពទឹកជំនន់ទន្លេមេគង្គនៅថ្ងៃនេះថ្ងៃទី29ខែ9 2025យើងនេះគឺឡើងហក់ខ្លាំងជាងប្រហែលថ្ងៃជាងកន្លះខែមុនទៀតទឹកមានន័យថាប្រហែលថ្ងៃនេះគឺឡើងខ្លាំងមែនតើឡើងម្ដង30សង់ទីម៉ែត្រឯណោះមានន័យថាគឺឡើងខុសប្លែកពីប្រហែលដូចជាជាង10ថ្ងៃមុនអញ្ចឹងនេះគឺជាភូមិរបស់បងប្អូនខ្មែរឥស្លាមដែលរស់នៅភូមិប្រៃតូចហ្នឹងគឺត្រូវបានទឹកលិចទឹកលងខ្លាំងជាងមុនទៅហើយបងប្អូនចាំកន្លែងនោះកន្លែងខ្ញុំថតកន្លែងជ័យជៀនអញ្ចឹងទឹកចំនួនត្រូវបានឡើងលិចខ្លាំងមកដល់ថ្ងៃនេះគឺឡើងខ្លាំងមែនតើបើយើងប្រៀបធៀបកាលពីដូចជា10ថ្ងៃមុនមានន័យថាឡើងអត់ដល់ហ្នឹងទេឡើងដល់ហ្នឹងគឺនៅកម្រិតទាបឡើយទេមិនទាន់ដល់ពាក់កណ្ដាលជង្គង់ឡើយទេតែឥឡូវនេះគឺឡើងខ្លាំងហួសពាក់កណ្ដាលជង្គង់ទាបរយៈពេលតែ2ថ្ងៃទេក្នុងមួយថ្ងៃឡើងដល់30សង់ទីម៉ែត្រដល់នោះឥឡូវបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះនៅទាបគឺបានជំលះដូចជាសម្ភារៈរបស់ពួកគាត់ក៏ដូចជាទៅរកទីទួលសុវត្ថិភាពហើយអញ្ចឹងពួកគាត់មានការប្រុងប្រយ័ត្នផ្លែកឆ្នាំនេះបងប្អូនផ្លែកត្រង់ថានៅពេលសែនក្បាត់ទឹកក៏ដូចជាបនភ្ជុំបិណ្ឌបានបញ្ចប់ទៅទឹកតែងតែស្រកប៉ុន្តែឆ្នាំនេះផ្លែកពិធីបនភ្ជុំបិណ្ឌក៏ចប់សែនក្បាត់ទឹកក៏ចប់ប៉ុន្តែទឹកនៅបែរជាឡើងហក់ឡើងខ្លាំងទៅវិញហើយយើងមិនអាចសន្និដ្ឋានអាកាសធាតុបានទេវាប្រែប្រួលទៅតាមធាតុអាកាសអញ្ចឹងយើងមានតែការប្រុងប្រយ័ត្នទាំងអស់គ្នាហើយដូចខ្ញុំបាន live វីដេអូបញ្ជាក់ប្រាប់ដែរនៅពេលដែលទឹកឡើងទឹកលិចឡើងខ្លាំងសូមបងប្អូនប្រុងប្រយ័ត្នចំពោះក្មេងៗតែងតែលង់ទឹកអញ្ចឹងយើងសូមយើងប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះក្មេងៗដែលគាត់លេងទឹកសូមឲ្យមានអាវពោងសុវត្ថិភាពឬក៏ជិះឆ្លងទូកដទូកអីអញ្ចឹងទៅឲ្យមានសុវត្ថិភាពហើយនេះគឺជាទីតាំងដែលខ្ញុំកំពុងឈរដែលបងប្អូនផ្ទះបងប្អូនខ្មែរឥស្លាមដែលរស់នៅទីនេះគឺបានទឹកជន់លិចហើយបញ្ជាក់ផងដែរថាទឹកកន្លែងផ្ទះនេះគឺពួកគាត់នៅខ្ពស់អញ្ចឹងគាត់អត់តាន់បានជំលះទៅណាទេកន្លែងខ្លះក៏មានអវ៉ាន់រើទៅលើផ្ទះដែលខ្ពស់អញ្ចឹងទៅកន្លែងដែលផ្ទះទៀបគឺគាត់នោះរើមកដើម្បីរកទីទួលសុវត្ថិភាពនៅក្រោយក្បែរបរិយមួយដែលនៅជាប់ប៉មយើងហ្នឹងក្បាលស្ពានយើងហ្នឹងហើយនេះគឺជាទស្សនវិជ្ជាជារួមដែលខ្ញុំឈរលើភូមិប្រៃតូចដែលស្ថិតនៅឃុំទលេបិទទេទឹកដីទលេបិទទឹកបានលិចផ្លូវលើផ្លូវបេតុងហ្នឹងហើយផ្លូវបេតុងដែលកន្លែងនេះគឺជាផ្លូវមួយដែលឆ្លងកាត់ទៅខាងក្រួយឆ្មាក្រួយអីភូមិការធំអីហ្នឹងការដែលខ្ញុំឡាយពីម្សិលមួយថ្ងៃគឺស្ថិតនៅខាងមុខគឺមានន័យថាខាងមុខវត្តការធំតែម្ដងថ្ងៃនេះគឺខ្ញុំមកឈរនៅចរោនេះគឺបានឡើងលិចទៅដល់ចិត្តប៉មស្ពីនគីសូណាហើយអមអ្នកលក់ដូរគាត់នៅតែលក់ដូរធម្មតាហូបកាហ្វេនៅលើទឹកតែម្ដងមានន័យថាទស្សនវិជ្ជាជារួមនៅតំបន់ពួកគាត់ទោះបីទឹកលិចក៏មិនជាបញ្ហាសម្រាប់មុខរបរស៊ីរបស់ពួកគាត់ដែរដោយសារវាមិនគម្រាមកំហែងខ្លាំងអញ្ចឹងធ្វើឲ្យពួកគាត់នៅតែអាចប្រកបរបរចិញ្ចឹមជីវិតបានហើយយើងមើលជារួមទៅកន្លែងដែលខ្ញុំឈរនេះគឺទឹកលិចតែអាចធ្វើដំណើរឡានម៉ូតូបានប៉ុន្តែនៅយើងមើលឃើញទៅខ្ញុំមើលបង្ហាញទៅមុខនោះកន្លែងនោះគឺកន្លែងឡានដែលនៅទីទួលដែលអាចបើកបានទៅមកហើយនេះគឺជាទស្សនវិជ្ជាជារួមដែលស្ថិតនៅទឹកដីឃុំចរោហើយមិនថតអញដែរថតអញ្ចឹងនេះគឺជាទស្សនវិជ្ជាដែលម៉ូតូបងប្អូនជីវរដ្ឋបើសិនជាឡើងលិចខ្លាំងបន្តទៀតគឺពួកគាត់ត្រូវជំលះទៅរកទីទួលសុវត្ថិភាពហើយដូចយើងមើលឃើញជាក់ស្ដែងថាឡាននៅតែអាចបើកមកបានទេចំពោះអ្នកដែលនៅទីឡានរបស់ពួកគាត់ខ្ពស់អញ្ចឹងគាត់នៅចិត្តហ្នឹងគាត់អាចបើកធ្វើដំណើរទៅមកបានចំពោះដែលអ្នកនៅឆ្ងាយមានន័យថានៅឆ្ងាយកន្លែងដែលគាត់ទៀបអញ្ចឹងគឺគាត់ត្រូវបើករកទីទួលសុវត្ថិភាពហើយព្រោះទឹកនេះហក់ឡើងខ្លាំងណាស់ក្នុងមួយថ្ងៃ0.38សង់ទីម៉ែត្រឯណោះអញ្ចឹង2ថ្ងៃ3ថ្ងៃគឺឡើងលឿនអាចឡើងហក់ឡើងលើសដើមទៀតហើយយើងមើលទៅទស្សនវិជ្ជាជារួមនៅមុខខ្ញុំហ្នឹងគឺលើផ្លូវបេតុងហ្នឹងគឺមានន័យថារថយន្តឡាន Highlander ដែលបើកនោះគឺវាស្មើម៉ាស៊ីនទៅហើយចុះបើសិនជាឡានទៀតយើងពិបាកក្នុងការធ្វើដំណើរមកបានហើយយើងមើលជាក់ស្ដែងទស្សនវិជ្ជាជារួមនៃតំបន់ឃុំចរោនេះអញ្ចឹងមានន័យថាផ្ទះដែលនៅខ្ពស់គឺគាត់ត្រូវបាននៅបន្តប៉ុន្តែផ្ទះដែលនៅទាបដូចយើងឃើញជាក់ស្ដែងនៅមុខខ្ញុំនេះគឺត្រូវបានជំលះរកអវ៉ាន់របស់ពួកគាត់ដើម្បីរកទីទួលសុវត្ថិភាពដូចជាទូតកោអីត្រូវតែរកទៅរកកន្លែងខ្ពស់ហើយអ
chẳng nằm bay sập tập hiệp tặng ngọc kia sát cô của bay của bộ phụ quạt ban chỉ lý hết rồi thì tua sập tập hiệp đấy chẳng xôm bong ôn trong bạch tặng ngọc kia hay ní tập hiệp chỉ rùm nơi tia đại con miền tu thiêm khuôn ái sầm ép khuôn ái mong tu nằm bay ca pia pi hai ca sen chứ hơi vậy cái này nhóm chơi nó cứ thầm chụp cung không trời đấy từ làng đó thầm chụp cung ấy nhộng đào máu hay rồi chun đại bao to từ máu đã xa tại rồi chun cứ miền cặp pua thì bà sân trực tiếp vì mà ai thua đầm ná ban thế tên là tam plei để tông mũi đi chẳng xông bông ôn đại ru nơi đầm bòn đi miền cà trong bờ giặt tặng ngọc kia chụp pua cứ ruột tật chụp nón dương mà ai đăng tha vía đằng họ làng đo cầm rắt na thế tại dạ pi bảy tháiนี่คือลางคลังเหมือนกันเฮ้ยยืนก่อนแต่จ้องมาห้างบงโปมเป็นตะเพียบรวมในดมบอลได้สถานในข้างคุมจะรู้ก็โดยชิคุมทะเลบัดในตามเพลย์นี้ดำไปเอาบงโปมมันดังท่าตักบานลางคลังฉันมันไอ้ตัวดำหนาบานที่ตีเถอเผอตุกโดชลงชนุหุ่นบาสันจีจำบัดคือมันไอ้ชลงไงได้ซาในดมบอลนี้ยังดาบานยังชิมโตบานได้ซาชีviên nơi miền nơi tha tắc hồ mình xây khăn má này đời xa miền tè bom ôm siêu bọt đại có luôn nơi lại ní bằng chắc là sân trình ở miền tè thời ban hồ khăn mình tên được lại ní hơi dương mưa đấy tất cả phim chưa đúng này bom ôm siêu bọt đại quạt thời ban chủng lia do các bạn bỏ phụ quạt nó từ đó ti tua sập tập hiệp chẳng miền nơi tha tắc láng khăn quạt thời tập trong non kia phần lươn không ca rọc chủng lia từ đó ti tua sập tập hiệp nằm bay cà phêทางสัตว์โกใบหน้าอยู่จุดเปิดบอกผู้กอดส่งบงโอนตรงประหยัดต่างออกนี่จมปูเมงเมงยมประจักษ์เทียบพวกเมงเมงการเลี้ยงตักไก่เธอแต่มีการประหยัดผู้ที่สวัสดิภาพบอกผู้กอดพวกเมงยังตักคือกอดเธอกามีในทางโจเทียนขี้มองจังส่งมีการประหยัดต่างออกนี่จมปูตักกำเอามีประกอบจิตใจทางเหตุนายมุ้ยเฮ้ยยังเคยจะแสดงประตูปีตักบานhọลางครั้งเฮ้ยเลือดดาวเทียนจังมีในทางในตามเตะบอกปูกวาดเถอมีนตุกมวยมันเนี่ยจงในกระบาตุชีเวียงมีในทางปูกวาดหนึ่งเตรียมแหลกหนาหัวเสียใจบัสันมีนปัญหาไอจำบัดปูกวาดเถอบันย่อวันก็โดยชีจุ่มเลี้ยคลุนบอกปูกวาดเถอบันแต่เราตีตัวสวัสดิภาพตอนเปย์แต่ซะกวาดมีนตุกมวยแต่แบบตามขนมเตะยืงมือเตอตามบอกบงโอนขมายสลามมีในทางกวาดมีนการประหยัดละอ๋อโดยซาแต่ตามขนมเตะนี่มวยคือมีในทางคือมีตุกมวยสมัยเพียงคลุนมีในทางปูกอดมีตุกมวยสมัยเพียงคลุนจังคือกอดอัดบรมไอ้คลายไปตักลางคลังไอ้กอดอัดมีนไอ้เต้จังกอดมีนไปเด็ดตักลางคลังแต่กอดกระปัวบัสันจีวีมันจำบัดเต้กอดในเหลือแต่แต่บักกอดจำบัดคือกอดมีตุกมวยดำใบชมเลี้ยแต่รกตีตัวสวัสดิภาพโกนใจบักกอดก็โดยชีซ้ำแปรบักกอดตอนนั้นจะพวกโกกับใบโดยกิจจิวมอนตีไอ้มีในทักโกกับใบมีในทับปูกวาดเถอบานจุเลียตเราตีตัวสวัสดิภาพไปจังเนี่ยแต่ในฉลองตามโขยชมาโขยไอ้ดำบอลได้มันตอนเล็กตักไอ้อาร์ตเนาะกระไรแต่ในข้างโขยนั่นคือกระไรกระปุงดอได้ฉลองตุฉลองเตอข้างน้องแต่ข้างโขยชมาได้อาร์ตเพลย์อาชีพบานเฮ้ยนี่ชีตัดภาพชีร่วมได้ยมบานลายปีดำบอลคุมแต่โต้ได้ถัดในคุมทะเลบัดก็โดยเชื่อคุมเฉโร่สระตะบงมงคายตะบงคุมเฮ้ยยังอาจบางหางบงโอนทาตัดภาพไงนี่คือตักลางครั้งข้อปีประมาณไงมุ้นแต่อย่าไปปีใบไงนี่คือลางโดยดาววิ่งจังลางเลือดดาวติดจังยังก่อนจังบางหางตำนังเฮ้ยยังมือตืออาการสถิตเมฆบงโอนมือตือเลือเมฆก็ดูชินเนื้อขมายเงิดลอยเตะจังเวียไอเนื้อประตอhọลางติดเนื้อมันดังทางเวลาเนื้อกับมรดนาเด้ปนใต้สูมีการปรองประจัดต่างออกนี่ดำใบสวัสดิภาพชีวิตประกอบครูธนาโดยยาทหารนามวยจังตักอะไรนี่คือยมบานบองหายแต่ยมการแต่ยมดาคืออัดบอดอเติมจุกงเด้แต่เรื่องนี้คือผ่านดอเติมจุกงเฮ้ยบองโอนตุสนาเบอร์ทาลานมวยแต่ก่อนพิกอัพก่อนปูพงก่อนจัดสมาร์ทเซนโจ้งอมลานเทียบคือไอ้บอกัดเพลิงในบ้านเด้มาเจ้าพงได้ทาเนื้อเปครูตักชนุนบานชนล้างบองโอนไปชื่อประวัติในตามดบอลได้รู้ในดงมัตเลคือกอดมีการปรงประหยัดละอ๋อได้ซาแต่คือกอดบานดังปีครูทอมจิตมุนจิตเรื่องรอชนำดังทานในปีได้ระดับตักล้างคือผู้กอดบานเตรียมแหลกกันนะรู้จิตใส่ให้บงโอนไอมือบ้านในปีจะแสดงหาเตะในปีได้ทิพคือเถิดบานเล็กจังเล็กจังให้ในปีได้ปุ๊คือเถิดบานในเรือเตะchoจังผู้กอดได้ทิพคือเถิดบานจนเลี้ยแต่โรตีตัวสวัสดิภาพจำนายเนี่ยได้ปุ๊คือในเรือเตะประตอเฮ
ហើយយើងសរសើរពួកគាត់ថាវាជារបររបស់ពួកគាត់ទោះបីជាទឹកលិចទឹកលងពួកគាត់នៅតែមានន័យថាមិនទាន់ប៉ះពាល់ទៅដល់ជីវភាពរបស់ពួកគាត់ខ្លាំងគាត់នៅតែលក់ដូរថាធម្មតាដែរទេដោយសារតែបើគាត់មិនលក់គឺអត់មានអីហូបទេអញ្ចឹងវាជាមុខរបររបស់ពួកគាត់ត្រូវតែលក់មុខរបរប្រកបមុខរបរដើម្បីចិញ្ចឹមជីវភាពរបស់ពួកគាត់នេះគឺជាទឹកដីឃុំភូមិប្រៃតូចឃុំទលេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំហើយខ្ញុំគ្រាន់តែបង្ហាញបងប្អូនឲ្យបានដឹងថានៅពេលនេះគឺទឹកហក់ឡើងខ្លាំងថ្ងៃហ្នឹងគឺឡើងដល់0.38 សង់ទីម៉ែត្រឯណោះអញ្ចឹងមានន័យថាឡើងខ្ពស់មែនតើខុសពីប្រហែលថ្ងៃមុនឡើងខ្ពស់ជាងថ្ងៃមុនទៅទៀតចិត្តទឹកភាពជារួមហើយបងប្អូនដែលរស់នៅតំបន់នេះអ្នកដែលផ្ទះទាបគឺត្រូវទៅរកទីទួលសុវត្ថិភាពហើយអញ្ចឹងយើងអាចមើលទស្សនវិជ្ជាបានខ្ញុំនឹងបង្ហាញបន្តទៀតដើម្បីឲ្យបងប្អូនបានដឹងថាវាលិចខ្លាំងហើយมันអាចធ្វើដំណើរដោយម៉ូតូឬក៏រថយន្តទៀតទេអញ្ចឹងរថយន្ត pick up ក៏ត្រូវបកក្រោយដែរអញ្ចឹងនេះបងប្អូនអាចមើលអ្នកខ្លះនៅលើដំបូលផ្ទះលើដំបូលផ្ទះឃើញបងប្អូនដោយសារតែទឹកជន់លិចនៅខាងក្រោមអញ្ចឹងពួកគាត់នៅលើផ្ទះអញ្ចឹងគាត់មកមើលមកទស្សនវិជ្ជាខាងក្រោមផ្ទះនៅហ្នឹងគឺគាត់បានដឹងហើយថាវាជាតំបន់ដែលពួកគាត់រស់នៅអញ្ចឹងពួកគាត់ដឹងពីជីវភាពដែលពួកគាត់ធ្លាប់រស់នៅកន្លែងនេះថានៅរដូវទឹកឡើងគឺមានអនុស្សាវរីយ៍បែបម៉េចត្រូវឆ្លងបែបម៉េចគឺតំបន់ទឹកគឺបែបណាគឺគាត់បានឆ្លងកាត់រួចអស់ហើយអ្នកមិនដែលបានរស់នៅហ្នឹងគឺប្រកាសជាមិនដែលឆ្លងកាត់តំបន់ហ្នឹងទេកំឡោះសង្ហាដើរកាត់ទឹកមើលបងប្អូនអាចមើលម៉ូតូដែលអាចទៀបគាត់ជិះឆ្លងកាត់ទឹកបានមានន័យថាម៉ូតូគាត់ធន់វាប្រភេទអសង្ឃអញ្ចឹងវាអត់អាលុតដល់បងប្អូនមកអាលុតចូលទឹកចូលអីហើយនេះគឺជាទស្សនវិជ្ជាជារួមបងប្អូននៅតែជំនះមានន័យថានៅតែជញ្ជូនសម្ភារៈនិងគ្រឿងអវ៉ាន់របស់ពួកគាត់ដើម្បីរកទីទួលសុវត្ថិភាពហើយព្រោះនៅតែបន្តបញ្ជូនបន្តអ្នកដែលនៅផ្ទះទៀបដូចជានៅខាងក្បែរភូមិកាអីត្រូវតែជំនះទៅរកទីទួលសុវត្ថិភាពហើយនេះគឺជាទស្សនវិជ្ជាដែលខ្ញុំបង្ហាញខ្ញុំដើរមកដល់វិហាររបស់បងប្អូនខ្មែរឥស្លាមដែលរស់នៅទីនេះហើយអញ្ចឹងអ្នកដែលនៅនេះគឺអង្គុយលើខែមើលទស្សនវិជ្ជាពេលផឹកឡើងហូបកាទៀវផឹកកាហ្វេនៅលក់ដូរបែបធម្មតាបានអញ្ចឹងអ្នកដែលនៅទៀតជំនះបានធម្មតាអ្នកដែលរស់នៅលើនឹងធម្មតាហើយត្រីសាច់ត្រីបកាអីសម្លម្ហូបអីត្រូវបានទិញពីផ្សារមកដើម្បីអ្នកដែលផ្ទះខ្ពស់ដែលរស់នៅកន្លែងហ្នឹងអាចធ្វើដំណើរបានហើយមុខរបរពួកគាត់ណាអ្នកលក់ដូរគាត់នៅតែលក់ធម្មតាទេបងប្អូនអញ្ចឹងអ្នកដែលជំនះគឺគាត់នៅតែជំនះទៅរកទីទួលសុវត្ថិភាពហើយសូមមានការប្រុងប្រយ័ត្នយើងទទូចទៀតផងដែរដើម្បីឲ្យមានការប្រុងប្រយ័ត្នចំពោះក្មេងៗដែលលេងទឹកនៅពេលរដូវទឹកជន់ឡើងជៀសវាងប្រកបដោយគ្រោះថ្នាក់ណាមួយដោយយថាហេតុហើយនេះគឺទឹកជំនន់ដែលបានលិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅខាងក្រោមផ្ទះហើយឥឡូវម្ចាស់ផ្ទះនៅលើផ្ទះអញ្ចឹងហើយខាងក្រោមលិចអស់ហើយលិចឡើងវ៉ាន់ពួកគាត់ទៅឡើងលើអស់ហើយអញ្ចឹងទៅបានលិចទីអស់ហើយមេឃនេះប្រហែលជានៅតែបន្តឡើងដដែលទេទឹកជំនន់ហ្នឹងគឺទៅនៅតែបន្តឡើងដដែលទេហើយយើងបានត្រឡប់ក្រោយវិញហើយយើងគ្រាន់តែបង្ហាញបងប្អូនពីទស្សនវិជ្ជារួមនៅតំបន់ដែលខ្ញុំកំពុងឈរលើផ្លូវបេតុងស្ថិតនៅក្នុងភូមិប្រៃតូចស្រុកមានន័យថាឃុំទលេបិទស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំជាមួយនឹងភូមិបតូលឃុំចរោហើយឥឡូវនេះគឺភ្លៀងគឺចាប់ផ្ដើមមកលឹមមកបន្តទៀតហើយអញ្ចឹងមានន័យថាទឹកនឹងនៅតែបន្តហក់ឡើងដដែលទេបងប្អូនអញ្ចឹងសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះបងប្អូនដែលរស់នៅហ្នឹងហើយបងលើកទី3ហើយប៉ុន្តែខ្ញុំមកលើកទី2អញ្ចឹងខ្ញុំនិយាយពីលើកដែលខ្ញុំមកហ្នឹងគឺវាលេចខុសពីលើកគឺលើកមុនទៀតមានន័យថាឡើងខ្លាំងជាងមុនទៀតហើយយើងឃើញជាក់ស្ដែងគ្រឿងប្រើប្រាស់សម្ភារៈប្រើប្រាស់របស់ពួកគាត់ត្រូវបានគាត់បាននាំគ្នាស្ពាយហើយដើម្បីទៅរកទីទួលសុវត្ថិភាពព្រោះផ្ទះរបស់ពួកគាត់ត្រូវបានលិចដោយសារទឹកជំនន់អញ្ចឹងគឺគាត់ត្រូវតែជំនះខ្លួនទៅរកទីទួលសុវត្ថិភាពហើយជីវៀងទឹកឡើងខ្លាំងដែលមិនដឹងខ្លួន
ទឹកលិចផ្ទះធ្វើឲ្យគ្រោះថ្នាក់ហើយត្រូវបានដូចជាខ្ញុំមកពេលនេះគឺបានត្រូវបានដូចជាជំនះច្រើនបងប្អូនប្រជាពលរដ្ឋដឹងជូននេះបានមកច្រើនមែនតើនៅពេលផឹកឡើងនេះអញ្ចឹងសូមឥឡូវឲ្យមេឃឥឡូវកំពុងតែលឹមមកប្រយទៀតអញ្ចឹងទឹកនឹងអាចនឹងឡើងខ្លាំងមែនតើហើយយើងអត់ដឹងយើងក៏មិនអាចសន្និដ្ឋានថាវាមិនដែរព្រោះអាកាសធាតុវាអត់ប្រែប្រួលអត់ទៀងទេអញ្ចឹងយើងសូមមានការប្រុងប្រយ័ត្នទាំងអស់គ្នាហើយនេះទឹកដែលហូរគឺធំល្វើយហើយអ្វីកន្លែងដែលយើងឈរយើងនេះហ្នឹងគឺហូរខ្លាំងប៉ុណ្ណឹងមកល្មមប៉ុន្តែបើសិនជាมันមានផ្ទះទប់มันមានដើមឈើព្រៃទប់ទេគឺហូរខ្លាំងជាងនឹងទៀតអញ្ចឹងតំបន់ដែលហូរខ្លាំងសូមបើអាចជិះបានគួរតែជិះទៅគុំមានការឆ្លងកាត់អីទៀតជីវៀងវាប៉ើងទៅតាមទឹកអញ្ចឹងសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នាមានបងប្អូនទិញមីត្រីសាច់នំប៉័ងអីយកទុកដើម្បីបងប្អូនឥឡូវភ្លៀងកំពុងតែធ្លាក់មកដូចខ្ញុំនិយាយមែនឥឡូវគឺកំពុងតែភ្លៀងបាត់ហើយបងប្អូននៅធ្វើដំណើរក៏ដូចជាបន្តនៃការដឹកជញ្ជូនអីវ៉ាន់របស់ពួកគាត់ព្រោះมันអាចមានន័យថាពួកគាត់ត្រូវតែមានត្រីសាច់ដើម្បីទុកកងគ្រឿងបរិភោគហើយអ្នកដែលទឹកកន្លែងលិចត្រូវតែមានអីវ៉ាន់សម្រាប់អ៊ំអីអ៊ំសួរមួយមកអ៊ំឲ្យទឹកឡើងលិចប៉ុន្មានថ្ងៃអីទឹកលិច2ថ្ងៃហ្នឹងហើយ2ថ្ងៃហ្នឹងខ្លាំងហ៎ខ្លាំងលឿនហ្មងឡើងលឿនហ្មងបាទហើយត្រូវបានអីអ៊ំកាន់នេះនំប៉័ងទៅទឹកហូបទឹកហូបបាទហើយមាននំប៉័ងទិញមានន័យថាគ្រឿងសាច់ទុកបរិភោគរយៈពេល5ថ្ងៃដើម្បីបន្តដើម្បីកុំឲ្យនេះហើយជួយចាប់ទូគាត់ក្រែងបុកឡានហើយនេះគឺត្រូវជំនះគាត់ត្រូវជំនះទៅរកទទួលសុវត្ថិភាពហើយជូនសម្ភារៈទៅវិញលេចអស់ហើយតុបពូតុបអូចូលឡាននេះមកទឹះឡានពួកគាត់ឡើងជិះឡានទៅតែម្ដងឡើងទៅចូលវីដេអូហើយតុបពួកគាត់ទៅរកទីទួលរដ្ឋហើយអ្នកដែលផ្ទះទឹកលិចទឹកលងបងប្អូនបែរជាដឹងថាវាជាតំបន់ដែលត្រូវប្រុងប្រយ័ត្នហើយនឹងមានការប្រុងប្រយ័ត្នខ្ពស់ដើម្បីសុវត្ថិភាពហើយត្រីសាច់បកាដូចជាគ្រឿងបរិភោគគ្រីមក្រោះអីត្រូវបានត្រៀមទុកលក្ខណៈត្រៀមទុកលើផ្ទះហើយដូចលោកអ៊ំបានបញ្ជាក់មិញអញ្ចឹងយ៉ាងតិចក៏5ថ្ងៃមានមីមួយកេះក៏ដូចជាប្រងទាអីអញ្ចឹងដើម្បីត្រៀមទុកបរិភោគសម្រាប់5ថ្ងៃហើយយើងមើលទស្សនវិជ្ជាជារួមនៅតំបន់នេះហើយផ្ទះត្រូវបានជូនវ៉ាន់បតាដាក់ឡើងលើហើយធ្នើអីអញ្ចឹងហើយអរគុណបងប្អូនទាំងគ្នាយើងគ្រាន់តែបង្ហាញបងប្អូនឲ្យបានដឹងពីទស្សនវិជ្ជាជារួមនៅតំបន់ភូមិប្រៃតូចឃុំចរោដូចជាឃុំទលេបិទនេះឲ្យបានដឹងថាវាជាតំបន់ដែលលិចទឹកខ្លាំងហើយកំពុងតែហក់ឡើងបន្តទៀតហើយមេឃកំពុងតែងងឹតមានខ្យល់ភ្លៀងមកកតាហើយអញ្ចឹងបងប្អូនដែលផ្ទះនៅក្បែរទឹកក៏ដូចជានៅលើទឹកសូមមានប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀតព្រោះទឹកនឹងប្រហែលជាអាចនឹងហក់ឡើងបន្ថែមទៀតមិនមែនឡើងនៅតែប៉ុណ្្នឹងទេហើយនេះគឺខ្ញុំបង្ហាញពីកន្លែងខ្ញុំឈរទៅនៅមុខកាមេរ៉ាហ្នឹងគឺនៅខាងពីហ្នឹងទៅស្ពីងគីហ្សូណាយើងប៉ុន្តែបើសិនជាមើលពីខាងមុខខ្ញុំវិញទៅខាងក្រោយនោះគឺជាទស្សនវិជ្ជាជារួមនៅខាងក្រោយហ្នឹងមានឡានហ្នឹងគឺទស្សនវិជ្ជានៅភូមិអាកាភូមិកោះភូមិរកាធំដែលស្ថិតនៅខាងក្រោយហ្នឹងអញ្ចឹងទឹកខាងនោះជ្រៅអញ្ចឹងខាងនេះរាក់អញ្ចឹងមានន័យថាវាឡើងមកដល់ចិត្តមានន័យថាប៉មហើយចិត្តដល់ប៉មហើយมันខ្វះប្រហែលជាវាយបន្តិចក៏វាចិត្ត500ម៉ែត្រអញ្ចឹងនឹងដល់ប៉មខាងក្បែរស្ពានគីហ្សូណាយើងហ្នឹងហើយអញ្ចឹងបងប្អូនមានការប្រុងប្រយ័ត្នទាំងអស់គ្នាចំពោះទឹកគ្រោះទឹកជំនន់ហើយមាននឹងខ្ញុំនឹងព្យាយាមអាប់ដេតវីដេអូបន្ថែមតាក់ទងទឹកជំនន់ឡើងចុះដើម្បីឲ្យបងប្អូនបានដឹងហើយម៉ូតូក៏ធៀមដែរបើសិនជាលិចមិនមកខ្លាំងnhưនឹងទៀតត្រូវបានឡើងលើទាំងអស់ព្រោះទៅមុខអត់បានអញ្ចឹងម៉ូតូត្រូវដាក់ហ្នឹងដើម្បីដើរឆ្លងទៅខាងក្រោយអញ្ចឹងបើសិនជាទឹកឡើងខ្លាំងត្រូវទៅមុខទៀតត្រូវឡើងទៅលើទៀត
ហើយបងប្អូនសូមគុំមានការប្រួយបារម្ភចំពោះមានរថយន្តបើសិនជាឆ្លងរថយន្តមិនបានទៅខាងក្រោយបរិយមួយដែលនៅក្បែរប៉មពីគិសនាយើងហ្នឹងគឺមានកន្លែងគេផ្ញើហើយឆ្លងក៏មានកន្លែងដឆ្លងកន្លែងហ្នឹងដែរទូកឆ្លងទៅមកហើយដូចជាមានខ្យល់ហើយនឹងមានភ្លៀងអីអញ្ចឹងគាត់ណាចង់ឲ្យបងប្អូនបានដឹងពីទស្សនវិជ្ជារួមនេះហើយយើងក៏អរគុណហើយក៏គោរពលាហើយនឹងបង្ហាញវីដេអូថ្មីតាក់ទងនឹងទស្សនវិជ្ជានៃព្រឹត្តិការណ៍គ្រោះទឹកជំនន់បន្តទៀត